ផ្លូវថ្មើរជើង Wall Street ភ្នំពេញកំពុងទទួលបានចំណាប់អារម្មណ៍ពីមហាជនអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាផ្លូវថ្មើរជើង Wall Street ភ្នំពេញបាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញពីមួយសប្តាហ៍ទៅមួយសប្តាហ៍រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំឲ្យមានការសម្ដែងសិល្បៈបុរាណប្រពៃណីសម័យបណ្ណាល័យចល័តកន្លែងលក់ដូរនិងកន្លែងកម្សាន្តសប្បាយផ្សេងខុសៗពីគ្នាជារៀងរាល់សប្តាហ៍ជាក់ស្ដែងនៅសប្តាហ៍ទី2ខែមីនាថ្មីនេះបានរៀបចំឲ្យមានល្ខោនខោលដកស្រង់ឈុតមួយក្នុងរឿងចម្បាំងកុម្ភការនៅក្នុងរាត្រីថ្ងៃសៅរ៍ហើយសម្រាប់ថ្ងៃអាទិត្យមានរបាំប្រពៃណីរបាំវាយក្រាបដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសបានទស្សនាយល់ដឹងកាន់តែច្បាស់ពីរបាំប្រពៃណីរបស់ដូនតាខ្មែរយើងចានៅពេលនេះនាងខ្ញុំសូមជូនព័ត៌មានអន្តរជាតិប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃសៅរ៍ទី15ខែមីនាឆ្នាំ2025បានរាយការណ៍ថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកអាន់ទ្រីរ៉ូដេនខូកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងបើយោងតាមមន្ត្រីអ៊ុយក្រែនសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថាទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីរូបនេះធ្វើឡើងបន្ទាប់ពីមាននៅសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទជប់បាញ់ក្នុងសង្គ្រាមអ៊ុយក្រែនដែលកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយដល់កងកម្លាំងរុស្ស៊ីលោករ៉ូដេនកូបានចូលរួមក្នុងការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ីជាមួយកូរ៉េខាងជើងចាប់តាំងពីទីក្រុងមូស្គូបានបើកការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022លោកក៏ជាសមាជិកនៃគណៈប្រតិភូរុស្ស៊ីនៅក្នុងដំណើរការចរចាសន្តិភាពជាមួយអ៊ុយក្រែនកាលពីពេលសង្គ្រាមចាប់ផ្ដើមដំបូងដែរសារព័ត៌មាន KCNA បានរាយការណ៍ថាអនុរដ្ឋមន្ត្រីរូបនេះបានទៅទស្សនាវិមានដ៏សំខាន់មួយនៅក្នុងរដ្ឋធានីព្យុងយ៉ាងប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះឡើយលោកស្រី Dorothy Shea ដែលពេលនោះជាឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមករាថាទាហានកូរ៉េខាងជើងជាង 12,000 នាក់បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីដែលបានប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ព្រំដែន Kursk នាងខ្ញុំណារិនពីព័ត៌មានខ្លីៗនៃវិទ្យុជាតិខេត្តកណ្ដាល